តើអូនណាខ្លះដែលនៅតាក់ទងជាមួយនឹងលំហាត់ប្រភេទនេះណាលំហាត់ resistance បាទអញ្ចឹងគេថាគេមានបង្គំ resistance មួយរូបដែលមាន air ហ្នឹងគឺ resistance គឺស្មើនឹង5អូមគណនា resistance សកម្មមូលនៃនៃកូន AB ណាអញ្ចឹងគេមាន resistance បែបនេះណាបងណាបាទអញ្ចឹង resistance ហ្នឹងគឺតម្លៃរបស់វាហ្នឹងគឺស្មើនឹង5អូមដូចគ្នាប៉ុន្តែប្រភេទនៃការតរបស់គេយើងមើលកូនរបស់វាគឺកូន AB នៅក្នុងនេះហើយបង្គំបែបនេះគេឲ្យឈ្មោះថាតជាខ្នែងអានេះភ្ជាប់ជាមួយនឹងកូន AB មកជាសេរីអញ្ចឹងដើម្បីដោះស្រាយរក resistance សកម្មមូលមានន័យថា resistance ទាំងអស់ហ្នឹងក៏តើវាស្មើប្រមាណអញ្ចឹងយើងមើលការដោះស្រាយទាំងអស់គ្នាណាអញ្ចឹងយើងត្រូវសង្កេតមើលថានេះ resistance បែបនេះគ្នាវាមកកសោនេះគឺយើងតជាខ្នែងហើយណាអញ្ចឹងបើតជាខ្នែងយើងត្រូវមើល resistance ហ្នឹងអញ្ចឹងយើងតាមមកបើវាអត់មានជើងសម្គាល់របស់វាយើងតាមនេះ A O នេះ A ដើមនេះ A 3ហើយនេះ A 4អញ្ចឹងណាបាទយើងតាមវាមកដើម្បីងាយស្រួលក្នុងការដោះស្រាយអញ្ចឹងមកចម្លើយបាទរករេស៊ីស្តង់សមមូលជាន័យថារករេស៊ីស្តង់ស្របបាទអញ្ចឹងយើងមើល A1 A2 បាទ A1 A2 ហើយនឹង A3 តជាអីតជាខ្នែងបើតជាខ្នែងគឺបងត្រូវប្រើប្រមូលតជាខ្នែងណាអញ្ចឹងresistance សមមូលរបស់វាគឺមួយនៅលើ air នេះយើងយកជាខ្នែងរបស់វាមកកសោមកយើងតាំងឲ្យ air រួមវាគឺ air 1 2 3ស្មើនឹង1នៅលើ air អី air on បូកជាមួយនឹង1នៅលើ air 2បូកជាមួយនៅលើ air 3ពីព្រោះកសោមហ្នឹងអា3ហ្នឹងគឺតអីតជាខ្នែងអញ្ចឹងយើងត្រូវនិយាយគ្នាវាខ្នែងនឹងមួយគ្នាមកណាបាទអញ្ចឹងជាខ្នែងដោយអីបងដោយអីឡប់អូនមើលជួសលេខចូលមកមួយនៅលើ air 1 2 3ហ្នឹងវាជា air សមមូលនៃកសោមហ្នឹងអញ្ចឹងជួសចូល air 1ស្មើប្រមាណ air 1ក៏យើងស្មើ5ដែរព្រោះដំបូងលំហាត់វាអាហ្នឹង air ទាំងអស់បានលោកគ្រូតាំងជើងវាដើម្បីសម្គាល់1 2ដើម្បីសរសេរបានគ្រប់មុនដែរណាអញ្ចឹងវា1នៅលើអី1នៅលើ5បូកជាមួយនឹង1នៅលើ5បូកជាមួយ1នៅលើ5ដូចគ្នាណាអញ្ចឹងវាបាយយើងមកវាដូចគ្នាបូកពេកយកមកអូនចឹងណាអញ្ចឹង1បូក1 2 2បូក1 3នៅប៉ុន្មាន3នៅ5អញ្ចឹងយើងត្រឡប់ទៅវិញបាទត្រឡប់ទៅវិញត្រឡប់ឲ្យអានេះនៅលើភាគយកឲ្យភាគបាយមកដល់ក្រោមវិញមកអញ្ចឹងយើងបាន air គេ1 2 3ហ្នឹងវានៅលើ1តែ1 3ដែរភាគបាយស្មើ1អញ្ចឹងអានេះត្រឡប់ទៅគ្នានេះចម្លើយវាត្រឡប់ទៅគ្នាស្មើនឹង5លើ3អី3អូអញ្ចឹង resistance កសោមប៉ុណ្ណាគឺស្មើនឹង5ភាគ3ហើយអញ្ចឹងពេលដែលខ្ញុំថាយើងបាន resistance ថ្មីណាបងណាយើងបានបង្គំថ្មីអញ្ចឹងនេះ resistance ដំបូងគឺ air 4បាទហើយពេលដែលយើងខ្ញុំអា3នេះបញ្ចូលគ្នាហើយវាមកវាទៅចេះ resistance ហ្នឹងគឺបានបែបនេះអញ្ចឹងនេះ air អី air 1 2 3 4ដែលយើងខ្ញុំបញ្ចូល air 1 2 3ហ្នឹងខ្ញុំបញ្ចូលគ្នាមិនវិញបាទអញ្ចឹងនេះកំណត់ AB មិនដែរទេឥឡូវយើងសង្កេតឃើញថាពេលដែលយើងតវាមកអញ្ចឹងហើយ resistance ចុងក្រោយនេះវាទៅជាតអីតជាសេរីវិញអញ្ចឹងណាយើងថាតាមរូបមកបាទតាមរូប air អី air 4ហើយនឹង air អីគេ air 1 2 3ហ្នឹងតអីតជាសេរីបើតជាសេរីយើងនាំឲ្យ resistance សមមូលយើងគឺ air លោកគ្រូលេងតាម air ជើងយើង4 1 2 3ហ្នឹងតាម air សមមូលគឺ air AB តែម្ដងហើយ AB ស្មើអីព្រោះតជាសេរីអត់មានប្រើរូបមន្តប្រភេទបែបនេះទៀតទេគឺបូកគ្នាណាអញ្ចឹងគឺស្មើនឹង air 4បូកជាមួយនឹង air អី air 1 2 3អូខេជួលេខចូល air 4យើង air 4ក៏ជា air ក៏ស្មើ air ដែរគ្រាន់តែជើងនេះលោកគ្រូតាមវាដូចលោកគ្រូលេងកណ្ដាលអញ្ចឹងគឺស្មើនឹង5អូមបូកជាមួយនឹង air អី air 1 2 3យើងគឺយើងរកឃើញនេះ5លើប្រមាណលើ3អូមអញ្ចឹងនេះបូកភាគដែលមានជាបែកខុសគ្នាស្មើអីយើងកម្ដងជាបែកមកស្មើអីកម្ដងជាបែកមកអញ្ចឹងអានេះខ្វះ3គុណ1 3មាន15បូកជាមួយនឹង5លើឲ្យបែកមួយ3ណាបាទអញ្ចឹង15បូក5ស្មើនឹងប៉ុន្មានស្មើប៉ុន្មានអូន20លើប៉ុន្មានលើ3អញ្ចឹងដូចនេះresistance សមមូលនៃបង្គំយើងគឺ resistance RAB គឺស្មើនឹង20លើ3អូយើងចែកក៏បានអត់ក៏បានដែរណាយើងចែកឲ្យចេញជាចំនួនទស្សនវិជ្ជាមកបាទអញ្ចឹងអរគុណច្រើនសម្រាប់តាមដានលំហាត់នេះដើម្បីចង់បានលំហាត់ថ្មីបងប្អូនជួយចុច like និង follow នៅ page អ្នករៀនរូបវិទ្យាមួយផងណាបងណាអរគុណច្រើន